សូមស្វាគមន៍មកកាន់សរិនភូមិព្រែកថ្លឹងគំរូដីឡូលំនៅឋានសហគមន៍អេកូបៃតងជាមួយនឹងការរៀបចំប្លង់មីរួមមានសួនច្បារប្រព័ន្ធទឹកភ្លើងខ្សែកាបក្រោមដីភាពដាច់គ្នារវាងបណ្ដាញលូទឹកភ្លៀងនិងទឹកស្អុយសមស្របជាមួយបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននិងអនាគតសុរិនភូមិលំនៅឋានសហគមន៍អេកូបៃតងបាទសូមជម្រាបសួរខ្ញុំបាទសម្បូរមន្ត្រាជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅឱកាសចូលឆ្នាំនេះខ្ញុំសូមផ្ដល់នៅគំនិតគន្លឹះសម្រាប់បងប្អូនដែលជាយុវវ័យទាំងអស់សូមមេត្តាយកចិត្តទុកដាក់គិតបង្កើតនៅការច្នៃប្រឌិតក្នុងកម្រិតខ្ពស់សម្រាប់យើងទាំងអស់គ្នាបន្តពូជពង្សការរក្សាតម្លៃនៃប្រពៃណីវប្បធម៌ជាថ្មីម្ដងទៀតគឺការឲ្យតម្លៃទៅលើល្បែងរបាំប្រជាប្រិយខ្មែរនៅពេលដែលយើងបង្កើតបានល្បែងរបាំប្រជាប្រិយខ្មែរដែលមានលក្ខណៈទំនើបតែយើងមិនគួរណាភ្លេចនៅអ្វីទាំងអស់ដែលជាប្រភពដើមដែលជាគ្រឹះដើមនៃល្បែងរបាំប្រពៃណីខ្មែរយើងដែលមានចាបតាំងពីបុរាណមកចឹងយើងអាចបង្កើតថ្មីបានយើងអាចបង្កើតអ្វីដែលថ្មីសម្រាប់សម័យកាលយើងបានយើងឲ្យឈ្មោះថាវប្បធម៌ចំនួនបានក៏ប៉ុន្តែយើងមិនអាចបំភ្លេចនៅវប្បធម៌ដើមឬក៏គ្រឹះដើមដែលដូនតារបស់យើងបានផ្ដល់ឲ្យនោះទេតម្លៃរបស់យើងជាអ្នកបន្តវេនគឺជាតម្លៃនៃការបង្កើតថ្មីក៏ជាតម្លៃនៃអ្នកនៃការបន្តថែរក្សានៃគេដំណើរដែរអញ្ចឹងជីវិតរបស់យើងត្រូវឲ្យតម្លៃទៅលើគោលដៅធំពីរមួយគឺអភិរក្សចាស់ហើយនឹងបង្កើតថ្មីអញ្ចឹងអភិរក្សចាស់មានន័យថាយើងត្រូវស្វែងយល់នៅអ្វីជារបស់ដូនតារបស់យើងល្បែងរបាំប្រជាប្រិយក្នុងសម័យកាលយើងថ្មីនេះគឺយើងប្រកាសជាយើងមានបង្កើតនៅក្នុងសម័យកាលសម្រាប់ពេលវេលារបស់យើងក៏ពិតមែនឱកាសរបស់យើងក៏ពិតមែនក៏ប៉ុន្តែនៅក្នុងសម័យដូនតារបស់យើងនោះសូមកុំភ្លេចថាតាំងពីសម័យបុរាណមកល្បែងរបាំប្រជាប្រិយមានតាំងពីសម័យអាណាចក្រភ្នំមកនោះមានតាំងពីសម័យអង្គរនោះរូបចម្លាក់នៅឯបាយ័នបងអាចឃើញមានការប្រើប្រាស់ល្បែងរបាំប្រជាប្រិយជាអាចដូចជាបោកចំបាប់យើងមានស្រេចនៅក្នុងបញ្ចូលនៃប្រាសាទបាយ័នរបស់យើងអញ្ចឹងទាំងអស់នេះយើងអាចសិក្សាបានទៀតពីសម័យបុរាណតទៅទៀតនៅក្នុងសម័យអាណាចក្រភ្នំឬក៏សម័យចេនឡាគឺលោកជីវតខ្វាន់នៅក្នុងឆ្នាំ1296ក៏បាននិយាយអំពីល្បែងរបាំប្រជាប្រិយរបស់ខ្មែរពិសេសបំផុតបាននិយាយអំពីការចូលឆ្នាំខ្មែរនិងការប្រើប្រាស់ល្បែងរបាំប្រជាប្រិយក្នុងពេលនោះដែរអញ្ចឹងសូមនាំគ្នារក្សាឲ្យបានសូមបីទៅបរទេសគេកត់ត្រាពីល្បែងរបាំប្រជាប្រិយជាតិយើងទុកសម្រាប់អ្នកបន្តចុះយើងសម័យទំនើបតែយើងអាចរក្សាបានដោយវិធីវិច្ចខ្ចប់កែលម្អបង្កើតថ្មីសម្រាប់ជាតិយើងដែរទេដូច្នេះនេះគឺជាការដែលខ្ញុំសូមឲ្យបងប្អូនមេត្តាយកចិត្តទុកដាក់គិតអំពីប្រពៃណីវប្បធម៌របស់ជាតិបាទសូមអរគុណសូមជម្រាបលាឧបត្ថម្ភដោយគម្រោងដីឡូសរិនភូមិអភិវឌ្ឍស្របតាមបទដ្ឋាននគរូបនីយកម្មនិងស្ថាបត្យកម្មបែបអេកូបៃតង